បើនិយាយរឿងបាយម្ហូបគឺយើងញ៉ាំធម្មតាប៉ុន្តែអាហារញ៉ាំតិចចុកចេះឥឡូវនេះគឺអត់មានពេលធ្វើឲ្យកូនញ៉ាំដូចមុនទេបងការនៅថតវីដេអូគឺមានអាម្ហូបអាហារតិចចុកអញ្ចឹងចាញ៉ាំរាល់ថ្ងៃតែម្ដងតែដល់ពេលឥឡូវ level ចេញរកស៊ីទៅអត់មានពេលធ្វើដូចមុនទេចាបើថាចង់ញ៉ាំអីតើតែនាំកូនទៅញ៉ាំខាងក្រៅអញ្ចឹងណាថ្ងៃនេះតនេកូនគាត់ឃើញខ្ញុំតនេគឺគាត់ថាអូថ្ងៃនេះម៉ាក់ដឹងតែធ្វើអីឲ្យញ៉ាំហើយព្រោះម៉ាក់តនេអញ្ចឹងមានធ្វើអីទេចាអាំងមឹកអីគាត់ញ៉ាំហ្មងទៅព្រោះអាហ្នឹងវាស្រួលចាយើងស្រួលធ្វើឲ្យកូនគាត់ចង់ញ៉ាំផងដោយសារតែពេលប្រហែលថ្ងៃមុននេះខ្ញុំទៅលេងកំពង់សោមហើយគាត់ក៏ថាម៉ាក់ពេលញ៉ាំអីកុំភ្លេចខ្ចប់បន្តិចផ្ញើកូនផងហើយយើងទៅខ្ចប់មិនកើតបងប្អូនចាអញ្ចឹងមានតែចាថ្ងៃនេះរៀងតនេះដៃបន្តិចឆ្លៀតធ្វើឲ្យគាត់ញ៉ាំហ្មងទៅចាអូយវិខាគេនៅចាំញ៉ាំណាចិត្តដល់ម៉ោងទៅរៀននេះគឺស្លៀកពាក់កៅអៅរៀននៅចាំតែម្ដងហើយសម្រាប់ធ្វើមឹកអាំងនេះស្រួលបងប្អូនចាគ្មានពិបាកអីនៅក្នុងការធ្វើទេចាយើងធ្វើទឹកត្រីកោះកុងតាមដែលរសជាតិយើងចូលចិត្តអញ្ចឹងទៅហើយមឹកយើងទិញស្រស់ល្អមកចាយកមកបេះអាចវាចេញទៅហើយលាងឲ្យស្អាតដោតចង្កាក់អាំងទៅចាសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំអាំងអត់មានសោះអីលាបពីលើទេចាដោយសាររៀងប្រញាប់ដែរកូនប្រញាប់ញ៉ាំអីចឹងណាអត់មានពេលច្រើនដែរនឹងចាតនេតិចតួចអញ្ចឹងក៏ឆ្លៀតចាអាំងឲ្យគាត់ញ៉ាំតែអត់មានធ្វើសោះធ្វើអីលាបទេចាគ្រាន់តែថាលាងឲ្យស្អាតហើយអញ្ចឹងទៅយើងដោតចង្កាក់ដោតអីមកយកមកអាំងមកគឺបានញ៉ាំហើយចាហើយមឹកនេះគឺថាស្រស់មែនតែនតែម្ដងចាពេលអាំងញ៉ាំទៅឆ្ងាញ់ណាស់ហើយឆ្លៀតបុកទឹកត្រីកោះកុងហើយមានហ៊ុនជ្រូកយកមកដោតចង្កាក់អាំងអីចឹងទៅព្រោះកូនខ្ញុំគឺគាត់ចូលចិត្តបើនិយាយពីរឿងពោះជ្រូកវិញគឺគាត់ចូលចិត្តញ៉ាំតែហ៊ុនហ្នឹងទេចាសួតលំពេងអីផ្សេងគឺគាត់អត់ញ៉ាំទេចាអញ្ចឹងហើយខ្ញុំក៏ទិញហ៊ុនហ្នឹងយកមកដោតចង្កាក់អាំងមួយមឹកឲ្យគាត់ញ៉ាំហ្មងទៅព្រោះយូរយើងមានពេលធ្វើម្ដងអត់មានពេលធ្វើញឹកញាប់ដូចមុនទេចាយើងធ្វើទៅរបស់ណាគាត់ចូលចិត្តញ៉ាំអញ្ចឹងណាចាបានមឹកចេះបានហ៊ុនចេះនិយាយពីថានាំគ្នាញ៉ាំហើយជាពិសេសអាបាគាវិញចាឆ្អិនអីគេមិនសូវចូលចិត្តទេដូចមនុស្សចាស់អញ្ចឹងចូលចិត្តឆៅដូចគ្នាអញ្ចឹងចាតែខ្ញុំអត់ធ្វើឲ្យញ៉ាំឲ្យបកាឆៅក៏អត់សូវធ្វើឲ្យញឹកញាប់ទេបើថាយើងឲ្យគាត់ហូបក៏ហូបតិចតួចយូរម្ដងអីដែរព្រោះវាអត់សូវល្អអញ្ចឹងណាវាមិនមែនអត់ល្អសម្រាប់តែកូនក្មេងទេចាស់ដែលញ៉ាំញឹកញាប់ហ្នឹងក៏មិនសូវល្អហ្មងដែររបស់ឆៅប៉ុន្តែធ្វើមិនចូលចិត្តទៅហើយញ៉ាំទៅវាឆ្ងាញ់ចេះតែចង់ញ៉ាំអីអញ្ចឹងណាហើយបើនិយាយពីហ៊ុនជ្រូកអាក់នេះវិញអើយឆ្ងាញ់ខ្លាំងមែនតើបងប្អូនចាមឹកក៏ឆ្ងាញ់ដែរវាស្រស់ល្អមើលតែពណ៌មឹកទៅអាំងមកចាំបាច់ចាំលាបអាផ្សោះវានឹងក៏ឃើញស្អាតដែរសបល់មឹកស្រស់ឲ្យពណ៌ឡើងស្អាតហ្មងសាច់គេឡើងស្វិតឆ្ងាញ់ហើយយើងអាំងខ្លួនឯងយើងយកមករៀងក្រៀមល្មមអត់ឲ្យឆៅពេកទេចាអ្នកលក់មួយចំនួនគឺគាត់អាំងនៅឆៅមែនតែនចាខ្ញុំពិបាកហូបពេលយើងញ៉ាំទៅមានអារម្មណ៍ថាដូចញ៉ាំមឹកឆៅអញ្ចឹងណាបើថាឆៅឲ្យចំឆៅហ្មងយើងចុចទឹកត្រីកោះកុងស្រស់រស់អាហ្នឹងវាឆ្ងាញ់ហើយតែអាមឹកចាយកមកអាំងធ្វើនៅឆៅទុនលែកហ្នឹងអើយញ៉ាំអត់ឆ្ងាញ់តែម្ដងបងប្អូនអញ្ចឹងហើយថ្ងៃនេះខ្ញុំទិញមឹកឲ្យស្រស់ល្អហើយយកមកអាំងឲ្យរាងឆ្អិនល្មមក្រៀមល្មមពេលដែលយើងញ៉ាំទៅឆ្ងាញ់ណាស់បងប្អូនចាមកពីកំពង់សោមវិញហើយចានៅឆ្លៀតអាំងមឹកញ៉ាំនៅផ្ទះវិញខ្លួនឯងទៀតអរគុណច្រើនបាយបាយ